ជូនប្រវត្តិខ្លះតាក់ទងនឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងក្នុងសតវត្សទី11ដល់សតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនាហើយកសាងឡើងក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកហើយដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទគេឃើញមានទិដ្ឋភាពដ៏ស្រស់ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូងបើយើងចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរលើផ្លូវបុរាណដែលមកដល់រាជធានីអង្គរចំណែកនៅខាងក្រោមមានស្រះទឹកបុរាណហើយជាទីសម្រាប់ដង្កល់ព្រះសិវៈលង្កធម្មជាតិមួយដែលមានឈ្មោះថាស្វាយជម្ពូលង្កដែលមានន័យថាលង្កដែលកាត់ឡើងដោយខ្លួនឯងលង្កធម្មជាតិដែលមានភាពល្បីល្បាញដូចគ្នាទៅនឹងព្រះលង្កនៅប្រាសាទវត្តភូហើយក្នុងទឹកដីប្រទេសឡាវនៅពេលបច្ចុប្បន្ននេះលក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមាន់ធំគឺជាការតម្រង់ទិសនៃប្រាសាទបុរាណខ្មែរបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកោដ្ឋចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទខ្មែរ2-3ប៉ុណ្ណោះដែលមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមានិងប្រាសាទតាមាន់ធំប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់តាក់ទងទៅនឹងអមរាជដែលជាព្រះអាទិទេពនៃការស្លាប់ប្រាសាទអភិមាក៏ដូចប្រាសាទមាន់ធំដែរបែរទៅទិសខាងត្បូងដែលតម្រង់ទៅរករាជធានីអង្គរប្រាសាទតាមាន់ធំបែរមុខទៅទិសខាងត្បូងមាន171.5ដឺក្រេដែលមាន8.5ដឺក្រេនៅខាងត្បូងនិងមាន24ដឺក្រេតម្រង់ទៅកាន់រាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលត្រូវបានគេប្រាប់ដូចទៅនឹងថ្មព្រះសិវលង្កឬលង្កព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណនោះគឺប្រការនេះហើយដែលថ្មលង្កស្វាយជម្ពូបានคล้ายទៅជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមាន់ធំដោយហេតុថាមានការកសាងប្រាង្គប្រធានហ៊ុមព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញក្នុងបរិវេណនេះហើយទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេដងរូបភាពតូចសិលាចារឹកលេខ K361 សិលាចារឹកមួយផ្ទាំងដែលសពថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃពីមុនសិលាចារឹកនេះស្ថិតក្នុងបរិវេណសាលារៀនភូមិរោងខ្នាឃុំតាមាន់ស្រុកកាំជើងខេត្តសុរិន្ទចំពោះសិលាចារឹកនេះដែលសរសេរជាភាសាសំស្ក្រឹតនិងខ្មែរត្រូវបានចុះហើយចារនៅក្នុងឆ្នាំ942គ្រិស្តសករាជត្រូវ
និងឆ្នាំ1060នៃគ្រិស្តសករាជចានេះមានចាតួអក្សរទាំង3ជ្រុងនៅជ្រុងនីទី1មាន19បន្ទាត់ជ្រុងទី2មាន19បន្ទាត់និងជ្រុងទី3មាន2បន្ទាត់រីឯប្រភេទសិលាចារឹកគឺជាថ្មភក់ដោយមានលក្ខណៈរាងជាបន្ទះសីមាកន្លែងដែលគេបានរកឃើញផ្ទាំងសិលាចារឹកនេះគឺនៅមុខប្រាសាទតែម្ដងកម្ពស់នៃសិលាចារឹកនេះគឺ50សង់ទីម៉ែត្រទទឹង29.5សង់ទីម៉ែត្រនិងកម្រាស់7សង់ទីម៉ែត្រជាទីបញ្ចប់សូមបញ្ជាក់ផងដែរថាត្បិតតែប្រាសាទតាមាន់ធំត្រូវបានកសាងឡើងក្នុងសតវត្សទី11ក្តីក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះទើបតែត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេយោងតាមការស្រាវជ្រាវរបស់អាចកត់សម្គាល់ថាទីតាំងនេះត្រូវបានប្រជានុរាស្ត្រខ្មែរដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតែតាំងតែពីសម័យបុរេអង្គរមកម្ល៉េះ